ปนนึงวินัยเซอร์พังហេតុអីក៏ចាក់ចុចមកផ្ទះឲ្យវាយបងអញ្ចឹងជាបងប្អូនអត់ចេះស្រឡាញ់គ្នាបើមិនឲ្យសង្ឃឹមទៅកូនឯងណាប៉ាបើខ្ញុំធ្វើខុសខ្ញុំនឹងទទួលតែនេះខ្ញុំមិនបានធ្វើខុសខ្ញុំមិនទទួលចិត្តដាច់ខាតប៉ាផ្ទះខ្ញុំមួយកំភ្លៀងមិញនេះប៉ាខុសហើយមុនពេលដែលប្តីខ្ញុំស្លាប់ទៅគាត់បានផ្ដាច់ផ្ដាំនឹងមានមេធាវីជាសាក្សីថាគាត់នៅបកគោត្រឹមសម្បត្តិទាំងអស់ដែលគាត់មានឲ្យអាលិនកូនស្រីរបស់ខ្ញុំផ្ដាច់ផ្ដាយើងមិនជឿទៅវិជាការពិតទេអាហេវាមិនអាចធ្វើបែបនេះកូនមានដល់2នាក់ហេតុអីវាបកគលឲ្យតែម្នាក់យ៉ាងហោចណាស់គឺត្រូវតែចែកម្នាក់ពាក់កណ្ដាលដែរនំម៉ូជីជប៉ុនមានស្នូលខាងក្នុងតាមរសជាតិនីមួយៗញ៉ាំមួយហើយចង់ថែមមួយទៀតចំណែកឯនំពុំជប៉ុនទាំងពីររសជាតិនេះវិញមានក្លិនឈ្ងុយទឹកដោះគោនិងម្ឆារសជាតិប្លែកមាត់បើបានញ៉ាំជាមួយតែឬមួយក៏កាហ្វេដឹងទៅត្រូវគ្នាហ្មងហើយអេពួកឯងមនុស្សអក្រក់មកនោះអើយបានហើយយើងលេងតែយើងទៅកំប៉ះពណ៌គេអាណាប្រើវាជាមនុស្សអក្រក់ទៅអីលួចទូរស័ព្ទយើងឲ្យមួយប្រកាយកែងទៀតស្អាតរូបឆោមិនតែច្រឹកដូចឆ្កែហើយមីក្មាប់យាយដាមអញមែនល្មិចមាត់ហ្នឹងក៏ប៉ុនយាយដាមអញទៅប្រចាំផ្ទះណាផ្ទះមកអញឆ្លើយទេតាអូយផ្ទះអត់ផងឆាប់បានហើយឈាមវាយវែងបែកក្បាលចាំមិនប្រាប់ម៉ែអញបែកក្បាលប៉ុណ្ណឹងវិន័យស្ទើរផងឲ្យនាងតោះសកុំអារយៈសិនទៅចារបួសសាចាខ្ញុំនិយាយធម្មតាណាបាទអរគុណច្រើនអ្នកគ្រូពេទ្យកូនលេនឆាប់ប្រាប់ប៉ាមកកូនទៅមានរឿងជាមួយណាគេហេតុអីក៏វាយគ្នាដល់ថ្នាក់ហ្នឹងខ្ញុំអត់បានមានរឿងមួយណាគេទេប៉ាគឺកូនលេនឆាប់ប្រាប់ប៉ាទៅណាកុំភ័យអីម៉ាក់ជឿថាបើកូនប្រាប់ប៉ានឹងរកខុសត្រូវឲ្យកូនប៉ាត់មែនទេឆាប់និយាយប្រាប់ប៉ាមកនៅណាហ៊ានធ្វើបាបកូនប៉ាក៏មិនដឹងស្ងៀមដែរគឺបងមួយគាត់ជាអ្នកចាក់ចុចមិត្តភក្តិគាត់ឲ្យមកធ្វើបាបខ្ញុំគ្រាន់តែចុះពីលើម៉ូតូភ្លាមគេក៏មកព្រឹត្តវាយទៅហើយនេះសំណាងឲ្យគ្រាន់តែបែកក្បាលខ្ញុំស្មានតែបាត់បង់ជីវិតហើយតាពុទ្ធកូនម៉ែកូនមួយមិនក៏ធ្វើបាបអូនអញ្ចឹង30ដក5ស្មើប្រមាណកូនមកអាស័យណាត់ងាប់ហើយអ្នកគ្រូប៉ុណ្ណឹងសោះក៏សួរគេដែរ30ដល់5 25ហ្នឹងហើយមែនអ្នកគ្រូមិនដឹងទេតែអ្នកគ្រូចង់ដឹងថាកូនឯងចេះអត់បានហើយតោះអង្គុយចុះចាមកឥឡូវយើងចូលសំណួរម្ដងនៅកំពង់ចាមមានស្ពានគីសូណាចុះនៅកំពង់ធំមានអ្វីកូនមកកូនណេតចាអ្នកគ្រូនៅកំពង់ធំមានទេបាទអង្គុយចុះនៅកំពង់ធំមានដំរីជាន់ខ្លាអូយដល់ម៉ោងចេញលេងហ្មងតោះចេញលេង10ម៉ោងសិនណាចាអូយអាមួយតែនេះញ៉ាអាមួយតែនេះញ៉ាមកយើងតាមមួយបាត់យ៉ាងណាហើយនៅនឹងពួកអញកាត់អីមិនក៏ទិញនំយកមកភេទយ៉ាងច្រើនម៉េចអូយអៀនណាអភ័យអញនិយាយអូយអត់ទេយើងនិយាយមិនចាញ់ទេរឿងចង់អានេះថានិយាយអូយអត់និយាយទេអៀនណាអូយយើងនិយាយក៏បានដែរចឹងយើងឃើញអាមួយឯងសិក្សាជាមួយសិស្សច្បងពេងហ៎យើងចង់ឲ្យអាមួយឯងអាចសួរសិស្សច្បងពេងថាគាត់មានសង្សារនៅហើយបើគាត់ឆ្លើយថានៅទេអាមួយឯងប្រាប់ថាជាអ្នកពួកយើងផងណាស្អីទេពួកអញណាជួយមួយណាសំបងណាសំបងសាច់ច្បងបាទសាច់ច្បងមានសង្សារនៅមិនបានសុកមកសួរខ្ញុំអញ្ចឹងខ្ញុំចង់ដឹងហ្នឹងណាសាច់ច្បងមានសង្សារនៅចាអត់តាន់មានទេអញ្ចឹងសាច់ច្បងមានចាប់អារម្មណ៍ណាគេអត់សម្រាប់ថ្នាក់ខ្ញុំស្អាតឆ្លាតពូកែហើយបើសុភ័ក្រវិញណាស្លូតបូតសុភាពរៀបសារហើយឡើងស្អាតបើសនិតវិញណារៀនលពូកែសាច់ច្បងមានចាប់អារម្មណ៍ណាគេម្នាក់អត់អត់ទេមិនចឹងដោយសារតែខ្ញុំមានមនុស្សក្នុងចិត្តហើយមានមនុស្សក្នុងចិត្តខ្ញុំសុំដឹងផងបានអត់ខ្ជិលតន់ប្រាប់ពេលនេះ
ធ្វើមិនទៅពួកឯងសិស្សច្បងអត់ចាប់អារម្មណ៍ផងនឹង ហាជីហើយនំជប៉ុនរសជាតិបែបខ្មែរនំម៉ូឈីជប៉ុនមានស្នូលខាងក្នុងតាមរសជាតិនីមួយៗញ៉ាំមួយហើយចង់ថែមមួយទៀត ចំណែកឯនំពងជប៉ុនទាំងពីររសជាតិនេះវិញមានក្លិនឈ្ងុយទឹកដោះគោនិងម៉ាច់ឆារសជាតិប្លែកមាត់បើបានញ៉ាំជាមួយតែឬមួយក៏កាហ្វេដឹងទៅត្រូវគ្នាហ្មង នំម៉ូឈីនិងនំពុំជប៉ុនទទួលស្គាល់ដោយស្តង់ដារចំណីអាហារអន្តរជាតិ ISO 22000 និង HACCP នំម៉ូឈីនិងនំពុំជប៉ុនមានលក់នៅតាមផ្សារសាលារៀនទូលំចាប់ហួយទូទាំងប្រទេស ខ្ញុំអីកូនតិចទៀតម៉ែនឹងរត់ទៅត្រូវអីកូនអីនោះបងវាមកអី អូនលេនអូនឯងអាកាត់អីណាអីប៉ាមកច្បាស់តែកំភ្លៀងខ្ញុំអញ្ចឹង ហេតុអីក៏ចាក់ចុចមកផ្ទះឲ្យវាយបងអញ្ចឹងជាបងប្អូនអត់ចេះស្រឡាញ់គ្នាបើមិនចេះអត់សង្ឃឹមដូចខ្លួនឯងណា តែខ្ញុំមិនបានធ្វើតែប៉ាវាជាអ្នកធ្វើឲ្យកែស្អប់ដល់ខ្លួនឯងគ្មានអីបែបប៉ុណ្ណឹងខ្ញុំទេបងមួយបងក៏មកប្រកែកបងជាអ្នកចាត់ចុចមិត្តភក្តិឲ្យមកធ្វើបាបខ្ញុំច្បាស់ណាស់មិនខ្ញុំទៅចាប់ប្រកាន់បងទេប៉ាបើខ្ញុំធ្វើខុសខ្ញុំនឹងទទួលតែនេះខ្ញុំមិនបានធ្វើខុសខ្ញុំមិនទទួលជាដាច់ខាតប៉ាតាក់ខ្ញុំមួយកំភ្លៀងមិញនេះប៉ាខុសហើយ នៅបកាយទៀតបានចាប់ពីថ្ងៃតទៅឯងជាមួយនឹងយើងមិនមែនជាប៉ាកូនទៀតទេអញដេញនឹងឯងចេញពីផ្ទះហើយចាប់រំវិញចេញពីផ្ទះអញទៅ ប៉ានេះប្រហែលឆ្នាំហើយប៉ានៅតែមិនតន់កែចរិតនឹងចាញ់ទៀតប៉ាភ្លេចហើយមែនដោយសារតែភាពគ្មានហេតុផលរបស់ប៉ាទៅធ្វើឲ្យម៉ាក់ស្លាប់ឬមួយក៏ប៉ាចូលឲ្យខ្ញុំស្លាប់ម្នាក់ទៀត នេះឯង ប៉ាកាត់អីនោះប៉ាកាត់អីនោះបងប៉ាកាត់អីនោះកុំកាត់អីនោះកាត់អីសោះណាប៉ាមកយើងមកយីប៉ាចាច់ទៅមិនក៏ចង្រៃប៉ាកុំកាត់អីសោះណាប៉ាមកកុំកាត់អីប៉ាមកកុំកាត់អីមកកុំកាត់អីណាបង លោកស្រីកាត់ចិត្តទៅណាអ្នកជំងឺបានដាច់តែខ្សែឈាមខួរក្បាលគាត់មិនអាចរស់យូរទៀតទេយ៉ាងយូរ2ម៉ោងទៀតក៏ត្រូវស្លាប់ហើយ អ្នកគ្រូប៉ែតអត់មានវិធីជួយសង្គ្រោះគាត់ទេអ្ហ៎ ចា ម៉ាក់អញ្ចឹងប៉ាត្រូវស្លាប់ហើយមែនទេពីម៉ោងអត់ទេបងមិនអាចស្លាប់ទាំងបែបនេះបានទេម៉ាក់តាណានឹងម៉ាក់អ្នកគ្រូប៉ែតប៉ារបស់ខ្ញុំយ៉ាងម៉េចហើយ កាត់ចិត្តទៅណាក្មួយ កូនលិនប៉ាស្រឡាញ់កូនណា កូនក៏ស្រឡាញ់ប៉ាដែរប៉ាកុំកាត់អីសោះណាប៉ាពុតធោបងអើយបងមិនកូនណាជួបរឿងអាក្រក់បែបនេះសោះលោកម៉ែតាវីជួយធ្វើបណ្ណាមរតកនិងជួយធ្វើជាសាកសីផងណា បាទ បងចាប់ចាញ់ទ្រព្យសម្បត្តិមកម៉ែតាវីនៅទីនេះហើយ ចែកឲ្យកូនលិនពាក់កណ្ដាលកូនមួយពាក់កណ្ដាល ថាម៉េចបងចែកឲ្យកូនលិនទាំងអស់ហ៎លោកម៉ែតាវីចាប់ដាក់ទៅទ្រព្យសម្បត្តិទាំងអស់ប្តីរបស់ខ្ញុំបានចែកឲ្យកូនស្រីរបស់ខ្ញុំឈ្មោះសុផាលិន បាទ បងមិនបាច់ប្រឹងនិយាយទេណាសម្រាប់យកកម្លាំងទៅម៉ាក់ថប់ទៅញ៉ាំបាយប៉ា ណែเอาកប់ដល់មេដៃអើ បងផ្ដិតមេដៃប៉ារួចរាល់លោកមេតាវីប៉ាបងប្រាប់អីដែរនឹងបងអាហេងអើយអាហេងម៉ែទទួលយកបានទេកូនហេតុអីម៉ែសក់សនេះមកត្រូវចុះដំណើរកូនសក់ខ្មៅទៅវិញ សុំប៉ាទៅឲ្យបានសុកណាប៉ាប្រកាសចិនទៅបានសុកបើគ្មានវត្តមានរបស់ឯង ច
ใจเล่นហេតុអីក៏ឯងនិយាយបែបនេះដាក់បង ខ្ញុំគ្មានបងប្អូនในជីវិតទេ នេះឯង ម៉ែក្មេកពិធីបុណ្យបានចប់ហើយខ្ញុំថាម៉ែក្មេកគួរទៅនាំចៅស្រីត្រឡប់ទៅផ្ទះវិញចាស់ ត្រឡប់ទៅផ្ទះវិញហើយចុះផ្ទះនេះ អូផ្លេចថាម៉ែក្មេកមិនទាន់បានដឹងមុនពេលដែលប្តីខ្ញុំស្លាប់ទៅគាត់បានផ្ដាច់ផ្ដាំនឹងមានមេធាវីជាសាក្សីថាគាត់នៅបកគោទ្រព្យសម្បត្តិទាំងអស់ដែលគាត់មានឲ្យអាលិនកូនស្រីរបស់ខ្ញុំលោកមេធាវី បាទ តើវាជាការពិតមែនទេ បាទវាជាការពិតមុនពេលដែលលោកហេងស្លាប់ក៏បានធ្វើលិខិតផ្ទេរមរតកមួយសន្លឹកនេះទាល់សម្បត្តិរបស់គាត់ទាំងអស់ត្រូវប្រគល់ឲ្យកូនស្រីរបស់គាត់ឈ្មោះថាផាលីនតែម្នាក់គត់ ផ្ដេកផ្ដាស់យើងមិនជឿថាវាជាការពិតទេអាហេងវាមិនអាចធ្វើបែបនេះកូនមានដល់តែ2នាក់ហេតុអីវាបកលឲ្យតែម្នាក់យ៉ាងហោចណាស់ក៏ត្រូវតែចែកម្នាក់ពាក់កណ្ដាលដែរ សូមលោកស្រីសម្រេចតាមការសម្រេចចិត្តចុងក្រោយរបស់គាត់ណា